រឿងអ្នកហាបេតបុត្រសក្តីស្រឡាញ់តែងសម្លាប់សត្វលោកកាលកន្លងទៅហើយមានខ្មាន់ប្រកាសម្នាក់នៅក្នុងក្រុងវេសាលីជាអ្នកមានសក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនាប្រកបកិច្ចការចិញ្ចឹមជីវិតដោយកាត់កេសារបស់ព្រះជានិងពួកស្រីស្នំរបស់ព្រះអង្គថ្ងៃមួយខ្មាន់ប្រកែនោះទៅប្រកបកិច្ចការក្នុងព្រះរាជនិវេសបាននាំបុត្រទៅផងឯបុត្រនោះបានឃើញនាងលេចវីរាជកុមារិកាតែប្រដាប់តាក់តែងដោយគ្រឿងអលង្ការមានរូបឆោមល្អស្រស់ប្រំប្រែងដោយស្រីទេពអប្សរក៏មានចិត្តប្រតិព័ទ្ធស្នេហាចំពោះនាងកុមារិកានោះពន់ពេកលុះត្រឡប់ទៅផ្ទះវិញក៏ដេកអត់បាយអត់ទឹកនឹករំពឹងចំពោះតែរូបនាងកុមារិកាទើបប្រាប់ដល់បិតាថាបើពិតបិតាខ្ញុំបើមិនបាននាងលេចវីរាជកុមារិកានោះមកធ្វើជាភរិយាទេមុខតែនឹងស្លាប់ក្នុងទីនេះពុំខានបិតាក៏និយាយអង្វរថាមនាលកូនសម្លាញ់ឪពកជាមនុស្សថោកទាបដោយជាតិនិងត្រកូលជាកូនរបស់ខ្មានប្រកែកមិនគួរនឹងធ្វើនៅឆន្ទរាគៈចំពោះហេតុដែលមិនមែនជាវត្ថុបំណងទេព្រោះព្រះរាជធីតានោះជាធីតារបស់ស្ដេចលេចវីមានជាតិដ៏ខ្ពង់ខ្ពស់ចាំបិតាទៅរកនាងកុមារិកាដែលមានជាតិនិងត្រកូលស្មើគ្នាឲ្យឯគោរបស់អ្នកហាបេតបុត្រនោះមិនតាមពាក្យសម្ដីរបស់បិតាឡើយនៅតែមានសេចក្តីប្រតិព័ទ្ធស្រឡាញ់ចំពោះរូបនាងលេចវីរាជកុមារនោះជាខ្លាំងឡើងដរាបដល់មានរូបកាយស្គមស្គាំងស្លាប់ក្នុងពេលនោះទៅ